បងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំជួបរបស់ពិតមួយទៀតហើយរបស់ពិតអូខេបងប្អូនទាំងអស់គ្នាអឺខ្ញុំចង់និយាយថាខ្ញុំមានមិត្តភ័ក្តិម្នាក់ចាមិត្តភ័ក្តិហើយមិត្តភ័ក្តិរបស់ខ្ញុំហ្នឹងគាត់រាល់ថ្ងៃហ្នឹងតាមដាន TikTok របស់ខ្ញុំតាមដានមែនតើហើយតាមដានជាមួយនឹងវីដេអូរបស់ខ្ញុំ page របស់ខ្ញុំអីគាត់តាមដានគ្រប់សកម្មភាពចាមិត្តភ័ក្តិរបស់ខ្ញុំស្គាល់គ្នាតាំងពីយូរតាំងពីនៅរៀនជាមួយគ្នាបើនិយាយទៅស្គាល់គ្នាយូរហើយបងប្អូនទាំងអស់គ្នាការដែលខ្ញុំនៅជាមួយដឹកគ្រួសារខ្ញុំណាគ្រួសារគាត់ហើយគ្រួសារគាត់ណាអូយស្គាល់ខ្ញុំក៏អាសាទៅលេងផ្ទះគាត់ទៅញ៉ាំបាយញ៉ាំអីគាត់ក៏ទៅលេងផ្ទះខ្ញុំញ៉ាំបាយញ៉ាំអីដូចគ្នាចាអូខេឪពុកម្ដាយគាត់ពេលដែលចូលទៅផ្ទះអតីតគ្រួសារខ្ញុំពេលហ្នឹងគាត់ស្រឡឹងមើលលើមើលក្រោមអញ្ចឹងណាអូខេពេលដែលខ្ញុំបែកគ្នាគាត់ប្រាប់មិត្តភ័ក្តិខ្ញុំហ្នឹងថាខ្ញុំបែកគ្នាគាត់បានប្រាប់ខ្ញុំថាកុំស្និទ្ធស្នាលជាមួយកូនស្រីគាត់ពេកពីព្រោះកូនស្រីគាត់រវល់ខ្លាំងណាស់ចាអាហ្នឹងសម្ដីអ៊ំប្រុសចាសម្ដីអ៊ំប្រុសដែលធ្លាប់ប្រាប់ខ្ញុំណាគាត់ថាកុំសូវតាក់ទងមកកូនគាត់ពេកកូនគាត់រវល់ណាស់ហើយកុំចេះតែនាំកូនគាត់ដើរទៅលិចដើរទៅកើតអូខេខ្ញុំធ្លាប់ហៅកូនគាត់ហ្នឹងជូនខ្ញុំទៅពេទ្យម្ដងទៅពេទ្យនៅច្បារអំពៅចាធ្លាប់ជូនទៅម្ដងបងប្អូនទាំងអស់គ្នាហើយកាលហ្នឹងពេលដែលខ្ញុំធ្លាក់ខ្លួនក្រខ្ញុំក៏កាលហ្នឹងខ្ញុំខលមកពូម៉ាក់ខ្ញុំហ្នឹងថាពូម៉ាក់អើយគ្នាឡើងមកពេញកាលហ្នឹងខ្ញុំធ្លាក់ខ្លួនក្រខ្ញុំទៅនៅកោះធំខ្ញុំបញ្ជាក់បងប្អូនទាំងអស់គ្នាខ្ញុំពេលដែលធ្លាក់ខ្លួនក្រខ្ញុំលេងលះហ្នឹងតែខ្ញុំនៅសល់ផ្ទះច្រើនកន្លែងដែរតែគ្រាន់តែថាខ្ញុំរកលុយបង់ធនាគារលេងតន់ចាខ្ញុំបង់ធនាគារលេងតន់បង់ធនាគារបង់អីលេងតន់ខ្ញុំណាមួយខ្ញុំជួបវិបត្តិសេដ្ឋកិច្ចណាមួយខ្ញុំជួបបញ្ហានៅក្នុងគ្រួសារផងចាខ្ញុំរកលុយបង់ធនាគារលេងតន់ខ្ញុំក៏ប្រម៉ូផ្ទះខ្ញុំហ្នឹងជួលឲ្យគេអស់ទៅខ្ញុំទៅរកស៊ីនៅកោះធំខ្ញុំទៅលក់ដូរលក់ម្សៅទឹកដោះគោចាខ្ញុំលក់អនឡាញលក់អីទៅនៅខាងស្រុកកោះធំនៅផ្សារកោះធំចាថ្ងៃមួយកូនខ្ញុំឈឺខ្ញុំក៏ខលមកពូម៉ាក់ខ្ញុំហ្នឹងថាពូម៉ាក់ស្អែកគ្នាឡើងទៅពេញហើយចង់ញ៉ាំអីអត់ហើយដល់ពេលហ្នឹងទៅខ្ញុំក៏អត់មានអីដែរមានតែខ្វិតដាក់ខ្វិតមកបេបងប្អូនទាំងអស់គ្នាខ្វិតហ្នឹងបេះខ្លួនឯងទៀតខ្វិតហ្នឹងនៅអាមុខហោងហ្នឹងមុខផ្ទះមុខតូបខ្ញុំនៅហ្នឹងដាក់ខ្វិតមកបេហើយមានតគួនមានបន្លែមានអីច្រើនមែនតើដាក់មកផ្ញើគេចៃដនមកដល់ជួបឪពុកគាត់ជួបប៉ាគាត់នៅនឹងប៉ាគាត់ប្រាប់ថាកូនឈឺប្រញាប់យកទៅពេទ្យទៅកុំនៅយូរពេកប្រញាប់មិនហើយគាត់ថាប្រាប់ចៅគាត់ថាកុំឲ្យចៅគាត់ហ្នឹងមកក្បែរកូនខ្ញុំអីយ៉ាត់ឆ្លងយ៉ាត់អីអញ្ចឹងណាអូខេហើយគាត់បានមកប្រាប់ខ្ញុំទៀតថាកុំអាសាហៅកូនគាត់ចេញទៅលិចទៅកើតអីពីព្រោះកុំឲ្យកូនគាត់នឹងមានបញ្ហាប្តីគេនឹងអត់បានទេប្តីគេនឹងអត់ឲ្យប្រពន្ធគេដើរទៅលេខទៅកើតទេអញ្ចឹងណាអូខេហើយទៅគាត់ក៏បានប្រាប់ខ្ញុំទៀតថាហើយមានការអីកុំចេះតែមករកវាអីប្រាប់ខ្ញុំណាឪពុកគាត់ហើយមានការអីកុំចេះតែមករកវាអីវារវល់ណាវារវល់មែនតើមិត្តភក្តិខ្ញុំកាលហ្នឹងគេរវល់សង់ផ្ទះជួលចាអូខេហើយគាត់និយាយនៅមុខខ្ញុំមិនមែននៅក្រោយខ្នងទេនៅមុខខ្ញុំហ្នឹងប្រាប់កូនគាត់ថាមានលុយកាក់អីកុំចេះតែឲ្យគេខ្ចីប្រាប់កូនគាត់ណាថាមានលុយកាក់អីកុំចេះតែឲ្យគេខ្ចីមនុស្សសម័យឥឡូវអត់បានទេស្គាល់មុខមិនស្គាល់ចិត្តទេអ្នកខ្លះកំណត់វាមិនកើតអ្នកខ្លះកំណត់មិនកើតទេបើកំណត់វាកើតវាមិនមែនលេងលះគ្នាទេរស់នៅជាមួយអ្នកមានហើយនៅមិនកើតអូយបងប្អូនទាំងអស់គ្នាជួបរបស់ពិតកាលហ្នឹងណាហើយខ្ញុំអត់ហ៊ានតគេទេពីព្រោះកាលហ្នឹងខ្ញុំធ្លាក់ខ្លួនក្រហើយខ្ញុំទៅផ្ទះហើយថ្ងៃហ្នឹងពូម៉ាក់ខ្ញុំហ្នឹងជូនខ្ញុំទៅពេទ្យនៅច្បារអំពៅជូនខ្ញុំបើកឡានខ្ញុំទៅជូនខ្ញុំទៅពេទ្យនៅច្បារអំពៅចាប់ឲ្យគាត់មកវិញគាត់ថាឲ្យខ្ញុំថាគាត់ច្អមមុខខ្ញុំគាត់ថាហើយថ្ងៃក្រោយកូនឈឺអីទៅរកពេទ្យវាមិនមែនពេទ្យទេអូយបងប្អូនទាំងអស់គ្នាសម័យមើលថាបែបណាអូខេឥឡូវមកប្រហែលថ្ងៃមុននេះខ្ញុំជិះម៉ូតូជាទូទៅអ្នកដែលជួលផ្ទះខ្ញុំអ្នកខ្លះក៏បាញ់លុយឲ្យតាម ABA អ្នកខ្លះក៏ដាក់លុយតាមវិញអីចឹងទៅអ្នកខ្លះក៏ឲ្យខ្ញុំទៅយកហើយបងប្អូនទាំងអស់គ្នាសម័យមើលថាឥឡូវគ្រួសារគាត់ខ្លាយទៅជាបែបណាចាបងប្អូនអត់ចាំជាតិណាគឺជាតិនឹងតែម្ដងអូខេបងប្អូនដឹងអត់កូនស្រីគាត់លបែងមិត្តភក្តិខ្ញុំហ្នឹងណាគឺមានមិត្តភក្តិក្រោយទៀតមានមិត្តភក្តិផ្សេងទៀតគេអ្នកចេះលេងលបែងគឺលបែងលេងលបែងហើយឥឡូវហ្នឹងត្រូវប្តីលេងលះហើយកូនហ្នឹងនៅលើប្តីទាំងអស់កូន3នាក់នៅប្តីចិញ្ចឹមហើយគាត់ហ្នឹងរាល់ថ្ងៃហ្នឹងគឺលបែងមែនតើចាពីមុនការស្គាល់ខ្ញុំអត់ចេះលេងលបែងតែឥឡូវគេចេះលេងលបែងបងប្អូនអស់អាលីងចាផ្ទះសបែងឡានអីអស់អាលីងរាល់ថ្ងៃជួលផ្ទះខ្ញុំនៅខ្ញុំប្រាប់កម្មពីមានពិតចាជួលផ្ទះខ្ញុំនៅពេលដែលខ្ញុំថ្ងៃមុនខ្ញុំជិះម៉ូតូទៅយកលុយផ្ទះ
ចាខ្ញុំជិះម៉ូតូណាខ្ញុំជិះម៉ូតូទៅយកលុយផ្ទះជួលជួបជាមួយនឹងអ៊ំនឹងទៀតឪពុកគាត់ទៅដល់គាត់ថាគាត់សួរខ្ញុំថាអូមិនហែងសុខសប្បាយឯងខ្ញុំគាត់ថាអត់អីកុំសុខសប្បាយធម្មតាចាំដល់ពេលហ្នឹងគាត់សួរថាហែងមកនឹងទៅអីមានការអីអញ្ចឹងណាខ្ញុំក៏អត់ហ៊ាននិយាយថាខ្ញុំមកយកលុយផ្ទះដែរស្រាប់ដល់ពេលហ្នឹងទៅគាត់និយាយថាហែងឥឡូវធូរធារអត់ណោប្តីហែងគេមានហែងបើនៅជាមួយប្តីហែងមិនដឹងមានកម្រិតណាទេហើយមើលប្តីហែងឥឡូវគេមានខ្លាំងណាស់គេជិះឡានអូអញឃើញវាជិះឡានទំនើបវាមានលុយវាមានអីវាបើកស្អី1 2 3កន្លែងអីចឹងទៅចាដល់ពេលហ្នឹងទៅខ្ញុំក៏អត់មាត់ដែរខ្ញុំអត់មាត់ទេដល់ពេលខ្ញុំគាត់អង្គុយនៅខាងមុខផ្ទះនៅផ្ទះខ្ញុំហ្នឹងគាត់ជួលហ្នឹងផ្ទះល្វែងកូនគាត់ហ្នឹងជួលផ្ទះខ្ញុំទៅយកលុយផ្ទះហ្នឹងបងប្អូនទាំងអស់គ្នាស្រាប់ដល់ពេលហ្នឹងទៅកូនគាត់ក៏ដើរចេញមកក៏សួរថាពូម៉ាក់គេនិយាយពូម៉ាក់ដល់ពេលហ្នឹងទៅថាអូយពូម៉ាក់អើយគ្នាអត់ទាន់មានទេចាំមើលពី3ថ្ងៃទៀតដល់ពេលហ្នឹងទៅថាខ្ញុំក៏និយាយវិញថាពូម៉ាក់ឯងបញ្ញាប់ប្រមូលឲ្យគ្នាត្រូវការបង់ធនាគារបង់អីដែរអញ្ចឹងណាក៏សួរថាស្អីគេអា2នាក់ហ្នឹងហើយនិយាយស្អីគេហើយ2នាក់ហ្នឹងខ្ចីលុយគ្នាមែនដល់ពេលខ្ញុំក៏ធំអត់បានខ្ញុំថាខ្ញុំអត់ខ្ចីលុយគាត់ទេកងខ្ញុំមកយកលុយថ្លៃផ្ទះជួលខ្ញុំគាត់ថាស្អីគេផ្ទះហ្នឹងផ្ទះឯងខ្ញុំថាចាគាត់ជួលផ្ទះខ្ញុំចាផ្ទះនេះខ្ញុំជួលឲ្យគេមួយខែ350ខ្ញុំយកគាត់ពូម៉ាក់ខ្ញុំយកគាត់មួយខែតែ250ទេណា250ហើយឲ្យលុយខ្ញុំមិនដែរទៀងឯងថ្ងៃ1ថ្ងៃ5ថ្ងៃ10ថ្ងៃ15ថ្ងៃ20អត់ដែរទៀងឲ្យខ្ញុំឯងថ្ងៃខ្លះខែខ្លះ2ខែអត់តន់ឲ្យខ្ញុំផងខ្ញុំយល់ថាមិត្តភក្តិចាយល់ថាអ្នកស្គាល់គ្នាបានកងមកថាចេះអញអត់ដឹងថាផ្ទះហ្នឹងផ្ទះហែងសោះតាមពិតអញ្ចឹងគាត់និយាយជាមួយកូនគាត់អញ្ចឹងគាត់ថាអញ្ចឹងហែងជួលផ្ទះវាឯងអញស្មានតែវាមករកខ្ចីលុយហែងឬក៏មករកអីមានការអីខ្ញុំថាបងប្អូនទាំងអស់គ្នាឃើញទេមនុស្សណាចូលចិត្តមើលងាយគេហើយចូលចិត្តមើលតែសម្បកក្រៅមនុស្សសម័យនេះភាគច្រើនគឺឲ្យតម្លៃតែសម្បកក្រៅឲ្យតម្លៃទៅលើសម្ភារៈនិយមអញ្ចឹងហើយបងប្អូនទាំងអស់គ្នាចង់ប្រាប់ថាតម្លៃរបស់មនុស្សពិតប្រាកដមិនមែនស្ថិតនៅលើសម្ភារៈនិយមទាំងអស់នោះទេចាមិនមែនស្ថិតនៅលើលុយកាក់ទ្រព្យសម្បត្តិមាសពេជ្រទាំងអស់នោះចាមនុស្សមានតម្លៃដោយសារទាំងអស់នឹងអត់ទេតម្លៃពិតស្ថិតនៅលើចាគុណធម៌ស្ថិតនៅលើទង្វើស្ថិតនៅលើសកម្មភាពចាមនុស្សទៅណាឲ្យគេអាណិតឲ្យគេចូលចិត្តណាមិនមែនទៅណាអ្នកខ្លះពាក់មានន័យថាអ្នកខ្លះប្រោសរបស់ទំនើបប៉ុន្តែទៅណាមកណាគេឃើញគេស្អប់ខ្ពើមចាអញ្ចឹងតម្លៃពិតរបស់មនុស្សគឺស្ថិតនៅលើចាទង្វើនិងសកម្មភាពចាគុណធម៌សុជីវធម៌សិលធម៌ព្រហ្មវិហារធម៌សំខាន់មែនតើគុណធម៌ហ្នឹងគឺសំខាន់ណាស់បងប្អូនទាំងអស់គ្នាមនុស្សតែអត់គុណធម៌ហើយគឺចប់ហើយអញ្ចឹងចង់ប្រាប់ទៅវិញថាហើយខ្ញុំជឿជាក់ថាពូម៉ែកំពុងតែមើលតែពូម៉ែឯងមិនខឹងគ្នាទេគ្នាយល់ឯងអស់ត្រឹមហ្នឹងហើយមួយខែគ្នាជួលគេ350គ្នាយកឯងតាម250ឯងគិតតែមើលទៅហើយឯងឲ្យលុយគ្នាមិនដែលទៀងទេណាអញ្ចឹងវីដេអូមួយនេះខ្ញុំចង់ប្រាប់ថាកុំវាយតម្លៃគេទៅលើមនុស្សមួយចំនួនវាយតម្លៃទៅលើតែសម្បកក្រៅឃើញខ្ញុំខោអាវឃើញខ្ញុំជិះម៉ូតូឃើញខ្ញុំក្លេកខ្លាក់ឃើញខ្ញុំទៅចំការឃើញខ្ញុំស្ពីកូនលិចកើតណាប៉ុន្តែចង់ប្រាប់ថាខ្ញុំមិនមានអីអស្ចារ្យទេប៉ុន្តែមនុស្សខ្ញុំចាខ្ញុំច្បាស់លាស់1 2 2ហើយមនុស្សខ្ញុំចង់ប្រាប់ថាខ្ញុំកាន់តែមានខ្ញុំកាន់តែលាក់ខ្ញុំអត់ចូលចិត្តមានអំនួតអួតក្អេងក្អាងទេណាបងប្អូនទាំងអស់គ្នាត្រូវចាំណាកុំឲ្យតម្លៃមនុស្សទៅលើតែសម្បកក្រៅកុំឲ្យតម្លៃមនុស្សស្ថិតទៅលើលុយកាក់មាសពេជ្របុណ្យស័ក្តិឋានៈកុំឲ្យតម្លៃមនុស្សស្ថិតនៅលើគ្រឿងសម្ភារៈនិយមណាបងប្អូនទាំងអស់គ្នាតម្លៃពិតមិនមែនស្ថិតនៅលើមាសពេជ្រលុយកាក់ទ្រព្យសម្បត្តិ